ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមានមុខម្ហូបមួយមុខហៅថាឆាគ្រឿងមាន់តោះឥឡូវយើងកុំអង់យូរយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាដំបូងយើងចាប់ផ្ដើមដាក់ខ្ទះបន្ទាប់មកយើងដាក់សាច់ដើម្បីរំលីងឲ្យវាអស់ទឹកប្រៃឥឡូវនេះសាច់របស់យើងគឺបានឆ្អិនហើយបងប្អូនចឹងហើយយើងចាប់ផ្ដើមដួសទុកមួយដុំឥឡូវយើងចាប់ផ្ដើមចាក់ខ្លាញ់ដើម្បីរំលែងគ្រឿងរបស់យើងឥឡូវនេះគ្រឿងរបស់យើងឡើងឈ្ងុយល្អហើយយើងចាប់ផ្ដើមដាក់គ្រឿងបន្ថែមមានដូចជាទឹកត្រី1ស្លាបព្រាប្រេងខ្យង1ស្លាបព្រាសម្រាប់ប៊ីចេកខ្ញុំដាក់1ចុងស្លាបព្រាបន្ទាប់មកយើងច្របល់គ្រឿងនឹងឲ្យវាចូលសព្វល្អហើយរំលីងឲ្យវាឡើងឈ្ងុយបន្ទាប់មកទៀតខ្ញុំបន្ថែមស្ករក្អម1ស្លាបព្រាបន្ទាប់ពីគ្រឿងឡើងឈ្ងុយល្អហើយខ្ញុំចាប់ផ្ដើមដាក់សាច់ចូលហើយយើងបន្ថែមសណ្តែកដីលីងនឹងចំនួន1ក្តាប់បន្ទាប់មកទៀតយើងបន្ថែមទឹកកន្លះកូនចានជាចុងក្រោយយើងរោយព្រះព្រៅពីលើរួចជាការស្រេចអរគុណពុកម៉ែបងប្អូនដែលតាមដានវីដេអូតាំងពីដើមរហូតដល់ចប់សូមអរគុណ